ទម្លាប់មិនល្អអាចបង្កគ្រោះថ្នាក់ដល់ភ្នែករបស់អ្នកទី1គឺការចំណាយពេលសម្លឹងអេក្រង់យូរហួសហេតុពេកដែលបណ្ដាលឲ្យភ្នែកស្ងួតឈឺក្បាលនិងឈឺភ្នែកទី2គឺការប្រើប្រាស់ពន្លឺខ្សោយពេកកាលណាយើងប្រើប្រាស់ពន្លឺខ្សោយពេកវាធ្វើឲ្យយើងពិបាកនៅក្នុងការមើលឃើញហើយធ្វើឲ្យយើងឈឺភ្នែកចានឹងងាយធ្វើឲ្យយើងពិបាកនៅក្នុងការបដោតអារម្មណ៍ទៀតទី3គឺរបបអាហារដែលគ្មានសុខភាពល្អចារបបអាហារដែលគ្មានសុខភាពល្អធ្វើឲ្យយើងកង្វះនៅវីតាមីនសារធាតុចិញ្ចឹមដែលអាចនាំឲ្យសុខភាពភ្នែករបស់យើងមិនល្អទី4គឺការជក់បារីការជក់បារីវាបង្កើនហានិភ័យភ្នែកឡើងបាយនិងធ្វើឲ្យភ្នែករបស់យើងចុះខ្សោយទី5គឺការញីភ្នែកខ្លាំងកាលណាយើងញីភ្នែកខ្លាំងចាវាដូចទៅបំផ្លាញកញ្ចក់ភ្នែករបស់យើងអញ្ចឹងហើយធ្វើឲ្យភ្នែករបស់យើងនឹងងាយមានការរលាកចាហ៊ីហូរទឹកភ្នែកក្រហមភ្នែកទៀតផងទី6គឺការដែលយើងមិនប្រើប្រាស់វ៉ែនតាការពារពន្លឺ UV ពីព្រះអាទិត្យចាកាលណាយើងធ្វើការក្រោមកម្ដៅថ្ងៃយើងបើកបរអីហ្នឹងដែលយើងគួរតែពាក់វ៉ែនតាចាដើម្បីទី1គឺការពារពន្លឺ UV ពីព្រះអាទិត្យដែលវាអាចជះឥទ្ធិពលមកភ្នែករបស់យើងយូរខែឆ្នាំទៅធ្វើឲ្យភ្នែករបស់យើងហ្នឹងគឺស្ងួតចាងាយកើតមានការរលាកក៏ដូចជាមូលហេតុមួយដែលអាចបង្កឲ្យភ្នែករបស់យើងនឹងកើតកន្ទុយថ្លែនផងដែរអញ្ចឹងទម្លាប់ទាំង6ចំណុចនេះហើយដែលវាអាចបង្កផលប៉ះពាល់គ្រោះថ្នាក់ដល់ភ្នែកយើងគួរតែជៀសវាងចាក្រៅពីការជៀសវាងទម្លាប់មិនល្អទាំងអស់នេះហើយបងប្អូនចាស់គួរតែងាកទៅថែរក្សាភ្នែកឲ្យបានល្អញ៉ាំបន្លែផ្លែឈើដែលវាសម្បូរសារធាតុចិញ្ចឹមដល់ភ្នែកចាទៅខាងក្រៅគួរតែមានវ៉ែនតាការពារភ្នែកពាក់មួកឲ្យមកលុបមុខចាក៏ដូចជាការសលឹងទូរស័ព្ទឬក៏អានសភៅនឹងយើងប្រើប្រាស់ពន្លឺឲ្យបានសមល្មមចាហើយក្រៅពីនេះបន្ថែមទៀតយើងគួរតែជ្រើសរើសប្រើប្រាស់ជាមួយនឹងផលិតផលចាចូលទៅជួយថែទាំបង្ការការភ្ញាក់ភ្នែករបស់យើងនៅក្នុងនេះផងដែរខ្ញុំក៏មានលក់ផលិតផលឱសថដែលចម្រាញ់ឡើងពីធម្មជាតិជួយថែទាំភ្នែកឲ្យមានសុខភាពល្អចាបើសិនជាបងប្អូនអត់ទាន់មានផលិតផលដែលត្រូវចិត្តទេចាអាចមកសាកសួរពីខាងនេះខ្ញុំបានចានេះខ្ញុំមានផលិតផលល្អជូនជាផលិតផលដែលមានស្តង់ដារខ្ពស់យើងមានការប្រើប្រាស់ទី1សម្រាប់អ្នកដែលគាត់ចង់បង្ការការពារថែរក្សាភ្នែកមានសុខភាពល្អទី2អ្នកដែលគាត់មានបញ្ហារួចទៅហើយមិនថាបញ្ហាភ្នែកស្ងួតរលាករកម្មក្រហមកាហាយមានបញ្ហាកន្ទុយថ្លែនគឺយើងមានរៀបចំជាឈុតទៅតាមស្ថានភាពភ្នែកដើម្បីចូលទៅជួយចាដោះស្រាយបញ្ហាឲ្យល្អប្រសើរត្រឡប់មកវិញចាសម្រាប់ពុកម៉ែបងប្អូនដែលបានឃើញវីដេអូនេះហើយចាប់អារម្មណ៍ជាមួយនឹង